សូមស្វាគមន៍មកកាន់ព័ត៌មានលម្អិតនាព្រឹកនេះគ្រោះរញ្ជួយដីកម្រិត 7.1 រិចទ័របានវាយប្រហារខេត្តគូម៉ាម៉ូតូប្រទេសជប៉ុនកាលពីល្ងាចមិញការរញ្ជួយដីនេះបានបង្កឲ្យមានការផ្ទុះហ្គាសយ៉ាងខ្លាំងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មមួយកន្លែងអាជ្ញាធរក្នុងស្រុកបានបញ្ជាក់ថាមនុស្សយ៉ាងហោចណាស់13នាក់បានបាត់បង់ជីវិតមនុស្សជាង380នាក់ផ្សេងទៀតបានទទួលរងរបួសនិង24នាក់កំពុងបាត់ខ្លួនក្រុមសង្គ្រោះកំពុងប្រញាប់ប្រញាល់ស្វែងរកជនរងគ្រោះនៅក្នុងគំនរបាក់បែកពាក់ព័ន្ធនឹងស្ថានភាពនៅមជ្ឈមបូព៌ាទីក្រុងថេរ៉ានកំពុងប្រឈមមុខនឹងសម្ពាធយ៉ាងខ្លាំងពីសហរដ្ឋអាមេរិកការស្ទង់មតិថ្មីបង្ហាញថាប្រជាជនអ៊ីរ៉ង់ភាគច្រើនគាំទ្រសកម្មភាពរបស់អាមេរិកនៅក្នុងការវិវត្តមួយផ្សេងទៀតប្រទេសទូគីកំពុងព្យាយាមជះឥទ្ធិពលលើការបោះឆ្នោតខាងមុខនៅប្រទេសអ៊ីស្រាអែលវិធានការនេះត្រូវបានអនុវត្តតាមរយៈយុទ្ធនាការលើបណ្ដាញសង្គមលោក Trump បានចេញការគម្រាមកំហែងវាយប្រហារលើតំបន់ភ្នំបេកាលោកបានបញ្ជាក់ថាប្រតិបត្តិការនេះអាចធ្វើឡើងដោយមិនចាំបាច់មានព័ត៌មានសម្ងាត់ពីអ៊ីស្រាអែលឡើយសេចក្តីថ្លែងការណ៍នេះបានធ្វើឲ្យតានតឹងកាន់តែខ្លាំងនៅក្នុងតំបន់បិទបញ្ចប់ព័ត៌មានអន្តរជាតិនៅព្រឹកនេះក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថាបានវាយប្រហារចំកប៉ាល់អ៊ុយក្រែនចំនួន2គ្រឿងហេតុការណ៍នេះបានកើតឡើងនៅតំបន់សមុទ្រខ្មៅការផ្ទុះយ៉ាងខ្លាំងបានកើតឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មអ៊ីអនប្រទេសជប៉ុនបន្ទាប់ពីរញ្ជួយដីយ៉ាងខ្លាំងហេតុការណ៍នេះបានបណ្ដាលឲ្យកម្មករជាច្រើនអ្នកបាត់ខ្លួនគ្រោះរញ្ជួយដីកម្រិត 7.1 រិចទ័របានកើតឡើងនៅថ្ងៃទី28ខែកក្កដានៅខេត្តគូម៉ាម៉ូតូភាគខាងត្បូងប្រទេសជប៉ុនគ្រោះធម្មជាតិនេះបានបង្កឲ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវិតមនុស្សនិងទ្រព្យសម្បត្តិផ្ទះប្រជាជនរាប់ម៉ឺនខ្នងត្រូវដាច់ប្រភពអគ្គិសនីសំណង់ជាច្រើនបានខូចខាតហើយប្រជាជនប្រហែល300,000នាក់ត្រូវបង្ខំចិត្តជម្លៀសខ្លួនអាជ្ញាធរជប៉ុនបាននិយាយថាប្រតិបត្តិការសង្គ្រោះកំពុងត្រូវបានអនុវត្តយ៉ាងប្រញាប់ប្រញាល់តំបន់នេះកំពុងបន្តកត់ត្រាការរញ្ជួយដីបន្ទាប់បន្សំរាប់រយលើកថ្លែងនៅទីក្រុងតូក្យូនាយករដ្ឋមន្ត្រីជប៉ុនលោកស្រីសាណេ ថាកៃឈីបានមានប្រសាសន៍ថារដ្ឋាភិបាលកំពុងវាយតម្លៃកម្រិតនៃការខូចខាតសរុបតាមលោកស្រីគ្រោះរញ្ជួយដីបានធ្វើឲ្យមនុស្សជាច្រើនរងរបួសនិងបង្កឲ្យមានអគ្គិភ័យនៅតំបន់មួយចំនួនផ្លូវថ្នល់ស្ពានត្រូវបានខូចខាតនិងអគារជាច្រើនបានបាក់រលំមេដឹកនាំជប៉ុនបានអំពាវនាវឲ្យប្រជាជនប្រញាប់ប្រញាល់ជម្លៀសទៅកាន់ទីតាំងមានសុវត្ថិភាពព្រមទាំងប្រកាន់ខ្ជាប់នូវការណែនាំរបស់កងកម្លាំងមានសមត្ថកិច្ចឧត្តបទហេតុធ្ងន់ធ្ងរបំផុតមួយបានកើតឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មអ៊ីអនទីនោះមានការផ្ទុះកើតឡើងភ្លាមៗបន្ទាប់ពីរញ្ជួយដីដែលធ្វើឲ្យផ្នែកខ្លះនៃអគារបាក់រលំវិទ្យុ NHK បានរាយការណ៍ថាកម្មករប្រហែលពី20ទៅ30នាក់កំពុងបាត់ខ្លួនខណៈពេលដែលកងកម្លាំងពន្លត់អគ្គិភ័យបានបញ្ជាក់ថាមនុស្សជាច្រើនកំពុងជាប់នៅក្នុងនោះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកដកស្រង់ប្រភពពីប៉ូលីសថាមនុស្សមួយចំនួនបានស្លាប់ឬត្រូវបានគេជឿថាលែងមានសញ្ញានៃជីវិតទោះជាយ៉ាងណាតួលេខមនុស្សស្លាប់ផ្លូវការនៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេរូបភាពពីកន្លែងកើតហេតុបង្ហាញថាផ្នែកខ្លះនៃមជ្ឈមណ្ឌលពាណិជ្ជកម្មដែលមានហាងប្រហែល200បានបាក់រលំបន្សល់ទុកនៅគ្រោងដែកនិងគំនរបាក់បែករថយន្តសង្គ្រោះបន្ទាន់រថយន្តពន្លត់អគ្គិភ័យរាប់សិបគ្រឿងព្រមទាំងកងកម្លាំងសង្គ្រោះត្រូវបានដាក់ពង្រាយដើម្បីស្វែងរកអ្នករស់រានមានជីវិតក្រុមហ៊ុនប្រតិបត្តិការអ៊ីអនបាននិយាយថាអតិថិជននិងបុគ្គលិកទាំងអស់ត្រូវបានជម្លៀសភ្លាមៗបន្ទាប់ពីរញ្ជួយដីជាមួយគ្នានេះអាជ្ញាធរកំពុងស៊ើបអង្កេតអំពីលទ្ធភាពនៃការផ្ទុះដែលកើតចេញពីការលេចធ្លាយឧស្ម័នហ្គាសក្រៅពីមជ្ឈមណ្ឌលពាណិជ្ជកម្មការបាក់រលំបំពង់ផ្សាយនៅរោងចក្រ Nippon Paper Industry ក៏បានធ្វើឲ្យកម្មករជាច្រើនអ្នកបាត់ខ្លួនផងដែរមន្ទីរពេទ្យធំៗចំនួន2នៅគូម៉ាម៉ូតូបានទទួលជនរងគ្រោះជាង50នាក់នៅកន្លែងនីមួយៗក្នុងនោះមានករណីធ្ងន់ធ្ងរជាច្រើនអ្នកដំណើរប៉ុន្មាននាក់នៅលើរថភ្លើងល្បឿនលឿនក៏បានរងរបួសនៅពេលរញ្ជួយដីកើតឡើងគ្រោះរញ្ជួយដីបានរំខានយ៉ាងធ្ងន់ធ្ងរដល់សកម្មភាពដឹកជញ្ជូននិងផលិតកម្មគ្រួសារជាង 48,000 ត្រូវបាត់បង់អគ្គិសនីខ្សែរថភ្លើងល្បឿនលឿននិងរថភ្លើងក្នុងស្រុកត្រូវផ្អាកប្រតិបត្តិការព្រលានយន្តហោះគូម៉ាម៉ូតូបានបិទផ្លូវរត់ដែលធ្វើឲ្យជើងហោះហើរជាច្រើនត្រូវលុបចោលឬផ្លាស់ប្ដូរទិសដៅក្រុមហ៊ុនធំៗដូចជា TSMC, Sony, Fujifilm, Tokyo Electron និង Honda សុទ្ធតែបានជម្លៀសកម្មករក្នុងនោះរោងចក្រមួយចំនួនត្រូវផ្អាកផលិតកម្មជាបណ្ដោះអាសន្នតាមភ្នាក់ងារអូតូនិយមជប៉ុនទឹករញ្ជួយដីមានទីតាំងស្ថិតនៅចម្ងាយប្រហែល20គីឡូម៉ែត្រពីទីក្រុងគូម៉ាម៉ូតូទៅទិសខាងត្បូងបន្ទាប់ពីរញ្ជួយដីចម្បងមានការរញ្ជួយដីបន្ទាប់បន្សំប្រហែល100លើកបានកើតឡើងប្រជាជនត្រូវបានព្រមានឲ្យប្រុងប្រយ័ត្នចំពោះការរញ្ជួយដីកាន់តែខ្លាំងនិងហានិភ័យនៃការរអិលបាក់ដីក្នុងរយៈពេលប្រហែល1សប្តាហ៍ខាងមុខការព្រមានអំពីសូណាមិតត្រូវបានចេញផ្សាយភ្លាមៗបន្ទាប់ពីរញ្ជួយដីប៉ុន្តែត្រូវបានលុបចោលវិញបន្ទាប់ពីនោះអាជ្ញាធរក៏បានបញ្ជាក់ថាមិនបានរកឃើញភាពមិនប្រក្រតីនៅតាមរោងចក្រថាមពលបរមាណូនៅក្នុងតំបន់នោះទេការស្ទង់មតិមួយដែលធ្វើឡើងដោយអង្គការស្រាវជ្រាវមិនស្វែងរកប្រាក់ចំណេញ GAMA ប្រទេសហូឡង់បានបង្ហាញពីការផ្លាស់ប្ដូរយ៉ាងខ្លាំងនៅក្នុងទស្សនៈរបស់ប្រជាជនអ៊ីរ៉ង់អំពីចំនួនឆ្នាំ2026ព្រមទាំងការតវ៉ានៅក្នុងប្រទេសនិងអនាគតនយោបាយនៃប្រទេសនេះយោងតាមលទ្ធផលស្ទង់មតិដែលធ្វើឡើងចាប់ពីថ្ងៃទី20ដល់ថ្ងៃទី27ខែមិថុនាឆ្នាំ2026
ប្រហែល40%នៃអ្នកឆ្លើយតបបានចាត់ទុកការវាយប្រហារយោធារបស់អាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់ជាទម្រង់នៃការអន្តរាគមន៍ខណៈពេលដែល42%ចាត់ទុកនេះជាសកម្មភាពឈ្លានពានយោធានិង48%មិនយល់ស្របនឹងការពិពណ៌នានោះទេប្រហែល38%គាំទ្រការអន្តរាគមន៍យោធាបរទេសដើម្បីជំរុញការផ្លាស់ប្តូរសង្គមនៅក្នុងនោះ60%នៃអ្នកឆ្លើយតបបានសម្ដែងការពេញចិត្តដោយសាររបបដឹកនាំអ៊ីរ៉ង់បានចុះខ្សោយបន្ទាប់ពីសង្គ្រាមហើយ52%បាននិយាយថាពួកគេមិនមានការស្ដាយក្រោយចំពោះការបាត់បង់ជីវិតរបស់អតីតមេដឹកនាំកំពូលអាលីខាមេនីចំពោះគោលនយោបាយសន្តិសុខរបស់ទីក្រុងថេហរ៉ាន59%ប្រឆាំងនឹងការអភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់51%ជឿថាកម្មវិធីកាំជ្រួចមិនបានជួយពង្រឹងសន្តិសុខជាតិឡើយបន្ថែមពីនេះ68%បានវាយតម្លៃថាកិច្ចព្រមព្រៀងរវាង Washington និងតេហេរ៉ង់មិនបម្រើប្រយោជន៍របស់ប្រជាជនអ៊ីរ៉ង់ឡើយទាក់ទិននឹងការតវ៉ាដែលផ្ទុះឡើងចាប់តាំងពីចុងឆ្នាំ2025 25% នៃអ្នកចូលរួមស្ទង់មតិបានប្រកែកថាបានចុះផ្លូវតវ៉ាដោយផ្ទាល់ដែលស្មើនឹងប្រហែល14លាននាក់ប្រសិនបើគិតតាមទំហំព្រំដែនប្រជាជនអ៊ីរ៉ង់ក្នុងចំណោមអ្នកចូលរួមតវ៉ា71%បាននិយាយថាមូលហេតុគឺដោយសារការមិនពេញចិត្តនឹងរបបដឹកនាំ62%ប្រឆាំងនឹងការអតិផរណានិងអំពើពុករលួយខណៈពេលដែល55%បាននិយាយថាពួកគេឆ្លើយតបនឹងការអំពាវនាវរបស់រដ្ឋាភិបាលនិរទេស Reza Pahlavi ប្រហែល80%នៃអ្នកឆ្លើយតបបានថ្កោលទោសកងកម្លាំងសន្តិសុខដែលបានបង្ក្រាបអ្នកតវ៉ានិងមានត្រឹមតែ14%ប៉ុណ្ណោះដែលវាយតម្លៃវិជ្ជមានលើសកម្មភាពរបស់អាជ្ញាធរការស្ទង់មតិក៏បានឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃការបិទអ៊ីនធឺណិតជិត3ខែដោយមាន36%និយាយថាការចំណាយលើការរស់នៅបានកើនឡើង29%ត្រូវកាត់បន្ថយប្រាក់ចំណូលនិង25%បាត់បង់ការងារធ្វើអំពីមេដឹកនាំបរទេស44%មានទស្សនៈវិជ្ជមានចំពោះប្រធានាធិបតីអាមេរិក Donald Trump ខណៈពេលដែល51%បានសម្ដែងទស្សនៈវិជ្ជមានចំពោះនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu មន្ត្រីសន្តិសុខជាន់ខ្ពស់របស់ Xland បានឲ្យដឹងថាប្រទេសនេះកំពុងតាមដានសញ្ញាដែលបង្ហាញថាប្រទេសទូគីកំពុងស្វែងរកការជ្រៀតជ្រែកការជ្រៀតជ្រែកនេះគឺក្នុងបោះឆ្នោតសកលដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី27ខែតុលាតាមរយៈសកម្មភាពនៅលើបណ្ដាញសង្គមយោងតាមកាសែត Jerusalem Post យុទ្ធនាការនេះត្រូវបានចោទប្រកាន់ថាមានគោលបំណងប៉ះពាល់ដល់មតិសាធារណៈបង្កភាពរញ៉េរញ៉ៃដល់យុទ្ធនាការឃោសនាបោះឆ្នោតនិងបង្កើនការបែកបាក់គ្នាក្នុងសង្គម Xland ទោះជាយ៉ាងណាក៏ដោយអាជ្ញាធរមិនបានប្រកាសភស្តុតាងជាក់លាក់ឬបញ្ជាក់ថាតើយុទ្ធនាការនេះត្រូវបានដឹកនាំដោយផ្ទាល់ពីសំណាក់រដ្ឋាភិបាលទូគីឬយ៉ាងណានោះទេការវិតម្លៃរបស់ស្ថាប័នសន្តិសុខ Xland បានដាក់បញ្ចូលប្រទេសទូគីនិងអ៊ីរ៉ង់ទៅក្នុងក្រុមអំណាចបរទេសដែលត្រូវសង្ស័យថាបានស្វែងរកការជះឥទ្ធិពលលើដំណើរការបោះឆ្នោតនិងទាញយកផលប្រយោជន៍ពីភាពខុសគ្នានៅក្នុងផ្ទៃក្នុង Xland ព័ត៌មាននេះត្រូវបានបញ្ចេញមុនពេលប្រធានទីភ្នាក់ងារសន្តិសុខ Xland Shin Bet គឺលោក David Barnea ឡើងរាយការណ៍លោកនឹងធ្វើបទបង្ហាញនៅចំពោះមុខអនុគណៈកម្មាធិការសម្ងាត់នៃសភា Knesset អំពីសញ្ញានៃការជ្រៀតជ្រែកបោះឆ្នោតពីខាងក្រៅលោកក៏ត្រូវបានគេរំពឹងថានឹងរាយការណ៍អំពីសមត្ថភាពតាមដានប្រភពហិរញ្ញវត្ថុសម្ងាត់ដែលបម្រើដល់សកម្មភាពនយោបាយក្នុងស្រុកផងកិច្ចប្រជុំនេះមានការចូលរួមពីប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្ដាលនិងជាអនុប្រធានតុលាការកំពូលលោក Noam Solberg ទូរទស្សន៍សាធារណៈ Kan មុននេះបានរាយការណ៍ថានាយកដ្ឋានសន្តិសុខអ៊ីនធឺណិតជាតិបានរកឃើញសញ្ញាដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងជ្រៀតជ្រែកការបោះឆ្នោតសប្តាហ៍មុនប្រធានាធិបតី Xland លោក Isaac Herzog ក៏បានព្រមានអំពីការគំរាមកំហែងដល់ភាពសុចរិតនៃការបោះឆ្នោតផងដែរបន្ទាប់ពីកិច្ចប្រជុំជាមួយមេដឹកនាំ Shin Bet និងគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្ដាលលោកបានអំពាវនាវឲ្យកងកម្លាំងអនុវត្តច្បាប់ចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពជ្រៀតជ្រែកព្រមទាំងណែនាំប្រជាជនឲ្យមានការប្រុងប្រយ័ត្នពេលទទួលនិងចែករំលែកព័ត៌មានលើបណ្ដាញសង្គមយោងតាមលោកការបោះឆ្នោតមិនត្រឹមតែជាការសាកល្បងលទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះទេប៉ុន្តែក៏ជាការសាកល្បងសាមគ្គីភាពនៃសង្គម Xland ផងដែរXland នៅតែមិនទាន់មានគោលនយោបាយជាតិឬស្ថាប័នឯកទេសដើម្បីសម្របសម្រួលឆ្លើយតបនឹងយុទ្ធនាការជះឥទ្ធិពលលើអ៊ីនធឺណិតពីបរទេសទោះបីជាការគំរាមកំហែងនេះត្រូវបានគេកំណត់អត្តសញ្ញាណជាច្រើនឆ្នាំមកហើយក៏ដោយសវនករធំ Netanyahu Engman បានព្រមានថាអំណាចអរិភាពជាពិសេសអ៊ីរ៉ង់កំពុងទាញយកប្រយោជន៍ពីបណ្ដាញសង្គមដើម្បីសាបព្រោះការភ័យខ្លាចបំផ្លិចបំផ្លាញការយល់ដឹងនិងធ្វើឲ្យការបែកបាក់គ្នាក្នុងសង្គមកាន់តែធ្ងន់ធ្ងរអ្នកជំនាញបោះឆ្នោតក៏បានព្រមាន Xland ឲ្យត្រៀមខ្លួនទប់ទល់នឹងទម្រង់ជ្រៀតជ្រែកថ្មីៗផងដែររួមទាំងការប្រើប្រាស់បញ្ញាសិប្បនិម្មិតនិងគណនេយ្យអនាមិកនៅលើបណ្ដាញសង្គមប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី28ខែកក្កដាបានបញ្ជាក់ឡើងវិញនូវការប្រើប្រាស់វិធានការយោធាវិធានការនេះសំដៅលើគ្រឹះស្ថាននុយក្លេអ៊ែរក្រោមដីនៅភ្នំ Fordow និងគោលដៅហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតរបស់អ៊ីរ៉ង់ប្រសិនបើភាគីទាំងពីរមិនអាចសម្រេចបានកិច្ចព្រមព្រៀងការទូតទេនោះទោះបីជាយ៉ាងណាក៏ដោយលោកបានមានប្រសាសន៍ថា
ការចរចានាពេលបច្ចុប្បន្នកំពុងដំណើរការទៅក្នុងទិសដៅវិជ្ជមានសេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News តែប៉ុន្មានម៉ោងប៉ុណ្ណោះមុនជំនួបរវាងលោកត្រាំនិងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu នៅសេតវិមានលោកត្រាំបានបដិសេធព័ត៌មានដែលថាលោកនាយករដ្ឋមន្ត្រី Netanyahu នឹងផ្ដល់ទិន្នន័យការទូតព័ត៌មានសម្ងាត់ថ្មីដល់ទីក្រុង Washington អំពីការដែលអ៊ីរ៉ង់កំពុងស្ដារកម្មវិធីនុយក្លេអ៊ែរឡើងវិញនៅតំបន់ភ្នំ Fordow មេដឹកនាំអាមេរិកបានអះអាងថាទីក្រុង Washington កំពុងតាមដានយ៉ាងយកចិត្តទុកដាក់រាល់សកម្មភាពនៅភ្នំ Fordow ដោយប្រើប្រាស់សមត្ថភាពជួយពិនិត្យមើលនិងតាមដានទំនើបបំផុតលោកត្រាំបានសង្កត់ធ្ងន់ថាយើងមានកាមេរ៉ាល្អបំផុតនៅលើពិភពលោកនោះមិនមែនជាបញ្ហាធំដុំទេលោកក៏បានលម្អិតការព្រមានរឹងប៉ឹងចំពោះទីក្រុង Tehran ថាយើងបានបំផ្លាញទីតាំងនុយក្លេអ៊ែររបស់ពួកគេរួចហើយយើងនឹងត្រូវបំផ្លាញ Fordow ប្រសិនបើមិនទាន់សម្រេចបានកិច្ចព្រមព្រៀងប្រសិនបើមិនបានកិច្ចព្រមព្រៀងទេយើងនឹងបំផ្លាញវាចោលយ៉ាងងាយស្រួលយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ទោះបីជាបន្តបញ្ចេញការព្រមានយោធាក៏ដោយលោកត្រាំបាននិយាយថាការប្រាស្រ័យទាក់ទងជាមួយអ៊ីរ៉ង់កំពុងមានការរីកចម្រើនវិជ្ជមានហើយលោកសង្ឃឹមថាអាចដោះស្រាយបញ្ហាតាមរយៈការចរចាជាជាងការបើកទូលាយយុទ្ធនាការយោធាទោះជាយ៉ាងណាក៏ដោយលោកនៅតែទុកលទ្ធភាពវាយប្រហារលើគ្រឹះស្ថាននុយក្លេអ៊ែរនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួនប្រសិនបើការទូតបរាជ័យសេចក្តីថ្លែងការណ៍របស់លោកត្រាំត្រូវបានធ្វើឡើងក្នុងបរិបទដែលប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលរាយការណ៍ថាលោកនាយករដ្ឋមន្ត្រី Netanyahu គ្រោងនឹងបង្ហាញព័ត៌មានសម្ងាត់ថ្មីអំពីសកម្មភាពនៅភ្នំ Fordow ព្រមទាំងដំណើរការដែលអ៊ីរ៉ង់ស្ដារសមត្ថភាពកាំជ្រួចនិងយន្តហោះគ្មានមនុស្សបើកឡើងវិញជំនួបរវាងមេដឹកនាំទាំងពីរត្រូវបានគេជឿថានឹងផ្ដោតលើកលយុទ្ធឆ្លើយតបនឹងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់និងទិសដៅនៃដំណាក់កាលបន្ទាប់ពីអាមេរិកបានផ្អាកការវាយប្រហារតាមអាកាសជាបណ្ដោះអាសន្នអង្គការលើកលែងទោសអន្តរជាតិកាលពីថ្ងៃទី28ខែកក្កដាបានថ្កោលទោសប្រទេសអ៊ីរ៉ង់ចំពោះការប្រហារជីវិតជាសាធារណៈលើអ្នកតវ៉ាចំនួន2នាក់បន្ថែមទៀតអ្នកតវ៉ាទាំងនេះមានពាក់ព័ន្ធនឹងការតវ៉ាទូទាំងប្រទេសកាលពីខែមករាអង្គការនេះបានចាត់ទុកថានេះជាសញ្ញាបង្ហាញថាទីក្រុង Tehran កំពុងបង្កើនការប្រើប្រាស់ទោសប្រហារជីវិតជាឧបករណ៍ដើម្បីបង្ក្រាបសម្លេងប្រឆាំងទង្វើនេះបានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីអ្នកតវ៉ាយ៉ាងហោចណាស់3នាក់ផ្សេងទៀតត្រូវបាត់បង់ជីវិតដោយការប្រហារជីវិតយោងតាមអង្គការលើកលែងទោសអន្តរជាតិបច្ចុប្បន្ននៅមានមនុស្សយ៉ាងហោចណាស់60នាក់កំពុងប្រឈមមុខនឹងគ្រោះថ្នាក់នៃការប្រហារជីវិតក្នុងនោះមាន3នាក់ជាអនិច្ចជននៅពេលត្រូវចាប់ខ្លួនអង្គការនេះបានឲ្យដឹងថាចាប់តាំងពីដើមឆ្នាំ2026មកទល់ពេលនេះមានមនុស្សយ៉ាងហោចណាស់26នាក់ត្រូវបានប្រហារជីវិតដោយពាក់ព័ន្ធនឹងការតវ៉ាក្នុងខែមករានិង26នាក់ផ្សេងទៀតត្រូវបានប្រហារជីវិតដោយសារការចោទប្រកាន់ផ្នែកនយោបាយសារក្រមជាច្រើនត្រូវបានចេញផ្សាយដោយផ្អែកលើបទចោទប្រកាន់ដូចជាការបង្កើតសង្គ្រាមប្រឆាំងសង្គមឬច្បាប់ថ្មីស្តីពីបទចារកម្មខណៈពេលដែលជនជាប់ចោទត្រូវបង្ខំឲ្យទទួលសារភាពក្រោមការធ្វើទារុណកម្មនិងមិនទទួលបានការជំនុំជម្រះដោយយុត្តិធម៌ឡើយលោកស្រី Bahaye Marif នាយិកាតំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើងនៃអង្គការលើកលែងទោសអន្តរជាតិបានចាត់ទុកថាអាញាធរអ៊ីរ៉ង់កំពុងស្វែងរកការបង្ហាញអំណាចនិងសងសឹកចលនាតវ៉ាតាមរយៈការប្រហារជីវិតនិងការកាត់ទោសប្រហារជីវិតជាច្រើនលោកស្រីបានអំពាវនាវឲ្យប្រទេសជាសមាជិកអង្គការសហប្រជាជាតិចាត់វិធានការការទូតបន្ទាន់និងសម្របសម្រួលដើម្បីទប់ស្កាត់ការប្រហារជីវិតជាបន្តបន្ទាប់ព្រមទាំងទាមទារឲ្យទីក្រុង Tehran ទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សទន្ទឹមនឹងនេះវីដេអូដែលចេញផ្សាយដោយ Iran International បានបង្ហាញថាប្រជាជនជាច្រើននៅ Tehran បានស្រែកច្រៀងពាក្យស្លោកប្រឆាំងមេដឹកនាំកំពូល Ali Khamenei និងប្រឆាំងសាធារណរដ្ឋអ៊ីស្លាមពីយ៉ឬបង្អួចផ្ទះផ្ទាល់ខ្លួនបន្ទាប់ពីអ្នកតវ៉ា2នាក់ត្រូវបានប្រហារជីវិតជាសាធារណៈនៅ Isfahan យោងតាម Iran International ការប្រហារជីវិតមិនបានធ្វើឲ្យចលនាប្រឆាំងចុះខ្សោយនោះទេប៉ុន្តែផ្ទុយទៅវិញបានដាស់តឿនរលកនៃកំហឹងនិងស្មារតីប្រឆាំងថ្មីនៅក្នុងសង្គមអ៊ីរ៉ង់អង្គការសិទ្ធិមនុស្សនានាបានវាយតម្លៃថាការបង្កើនការប្រហារជីវិតរបស់អ៊ីរ៉ង់កើតឡើងក្នុងបរិបទដែលអាជ្ញាធរបន្តរឹតបន្តឹងការគ្រប់គ្រងបន្ទាប់ពីការតវ៉ាទ្រង់ទ្រាយធំនិងចំនួនយោធានាពេលថ្មីនេះពួកគេបានប្រមានថាប្រសិនបើគ្មានសម្ពាធអន្តរជាតិខ្លាំងក្លាទេនោះចំនួនអ្នកតវ៉ានិងអ្នកប្រឆាំងដែលត្រូវនាំយកទៅកាត់ទោសនិងប្រឈមមុខនឹងទោសប្រហារជីវិតអាចនឹងបន្តកើនឡើងបន្ថែមទៀតនាពេលខាងមុខ